កណានៅក្នុងប្រចាំហ្នឹងមានរូបទន្សាយកណាតាមស័កបណ្ឌិតជាដកហ្នឹងឯងគឺជាដកសម្ដែងពីស័កបណ្ឌិតហ្នឹងកាលដែលព្រះបរមពុរិស័ទកើតជាសត្វទន្សាយហ្នឹងហើយឥន្ទ្រព្រាហ្មណ៍ហ្នឹងមកជួយបំពេញទានបារមីព្រះអង្គមិនអាចថាមានត្រីមានសាច់មានស្អីឲ្យទានបានក៏ឲ្យឥន្ទ្រព្រាហ្មណ៍នឹងប្រកាសភ្លើងហើយព្រះអង្គលោតចូលភ្លើងបរិភោគបរិច្ចាគសាច់ឈាមនឹងឲ្យព្រាហ្មណ៍នឹងបរិភោគប៉ុន្តែប៉ុណ្ណឹងក៏បានហើយគ្រាន់តែលោតចូលភ្លើងប៉ុណ្ណឹងហ្នឹងហើយដោយសកទេវរាជនឹងជ្រះថ្លានឹងពពុរិស័ទណាស់ពីព្រោះភ្លើងហ្នឹងលោតចូលទៅតិចហ្មងយីភ្លើងតែឯងក៏តិចអត់ក្តៅអត់រលាកអញ្ចឹងភ្លើងប្រអិនមានអីរលាកព្រោះគ្រាន់តែដើម្បីជួយឲ្យសម្រេចបំណងដែលចង់បំពេញនៅទេពហ្នឹងហើយក៏បានសម្រេចហើយព្រោះតាំងចិត្តបានប្រព្រឹត្តធ្វើទៅហើយក្នុងពេលហ្នឹងសកទេវរាជហ្នឹងក៏បានយកថ្មមនោសិលាហ្នឹងទៅគូរនៅនឹងមណ្ឌលប្រច័នអធិដ្ឋានឲ្យតាំងនៅរហូតអស់កັບកណាហ្នឹងគឺប្រវត្តិនៅក្នុងតិជាដកហ្នឹងមានអញ្ចឹងគឺថាយើងនៅឃើញស្នាប្រហោះរបស់សកទេវរាជនៅនឹងមណ្ឌលប្រច័នហ្នឹងសូម្បីអ្នកវិទ្យាសាស្ត្រដែលបានទៅត្រួតត្រាពិនិត្យប្រចាំហ្នឹងក៏ឃើញជាកំទេចថ្មផេះហ្នឹងឯងចឹងនៅនឹងឋានប្រចាំហ្នឹងចឹងប្រវត្តិរឿងរ៉ាវគឺតេតួងទៅនឹងការបំពេញទានចឹងពេញទានចឹងឯងបានជាមានពន្លឺរស្មីចេញអំពីព្រះវរកាយរបស់ព្រះអង្គនេះក៏ថាពណ៌ខៀវលឿងក្រហមសហង្សបាតពណ៌ផ្លេកហ្នឹងឯងពណ៌ផ្លេកយើងបង្ហូតទង់ពុទ្ធសាសនាយើងរំលឹកពណ៌ទាំង6ហ្នឹងពណ៌ផ្លេកហ្នឹងគឺកាលដែលព្រះអង្គជាស័កបណ្ឌិតហ្នឹងហើយបរិច្ចាគជីវិតឲ្យទៅជាទេពហ្នឹងណាចឹងគឺថាជាការបំពេញបរមត្តបារមីរបស់ព្រះអង្គហ្នឹងបានជាដល់ពេលព្រះអង្គបានត្រាស់ជាពុទ្ធហ្នឹងមានពន្លឺចេញពីព្រះវរកាយព្រះអង្គហ្នឹងពណ៌ខៀវនឹងដោយការបំពេញដោយឡែកទៅពណ៌លឿងពណ៌ក្រហមពណ៌សពណ៌ហង្សបាតសិតតែជាការបំពេញនៅក្នុងទានទាំងអស់ទៀតឆាប់ប៉ុនរាំងសីចេញអំពីបារមីគឺទានឧបបារមីបរមត្តបារមីបរមត្តបារមីហ្នឹងគឺការបរិច្ចាគជីវិតហ្នឹងឯងអញ្ចឹងគឺថាវត្តប្រច័នរាំងសីនេះបានរូបទន្សាយនៅក្នុងប្រចាំនឹងមួយដែលបញ្ជាក់ឲ្យឃើញថាជាការដែលបំពេញទានហ្នឹងឯងហើយព្រះសម្មាសម្ពុទ្ធដល់ពេលព្រះអង្គបានត្រាស់ក៏ព្រះអង្គទ្រង់សម្ដែងពីការឲ្យទាននឹងឯងរឿយចឹងគឺណាបុណ្យទាំងឡាយគួរធ្វើទានទាំងឡាយគួរឲ្យកាមគុណកុំបណ្ដោយកម្មស្ដាយក្រោយកុំធ្វើហ្នឹងឯងសូត្រម្ដងទៀតថាបុណ្យទាំងឡាយគួរធ្វើទានទាំងឡាយគួរឲ្យកាមគុណកុំបណ្ដោយកម្មស្ដាយក្រោយកុំធ្វើនឹងគឺជាអាវាទរបស់ព្រះសម្មាសម្ពុទ្ធដែលយើងសិក្សាក្នុងពុទ្ធសាសនាមកពីរឿងបុណ្យទាំងឡាយគួរធ្វើទានទាំងឡាយគួរឲ្យនឹងក្នុងអង្គត្រនិកាយបញ្ញកនិបាតសុមនវៈសុមនសោតទាំងខាងចុងប្រសោតនឹងដែលប្ររពរឿងការឲ្យទានរបស់ភិក្ខុសង្ឃតាំងពីសម័យពុទ្ធកស្សបៈមកទៀតភិក្ខុសង្ឃក៏ប្រព្រឹត្តសារានិយធម៌ឲ្យទានបានណាទៀតមានពីរអង្គមានសទ្ធាមានសិលមានបញ្ញាស្មើគ្នាប៉ុន្តែមួយអង្គហ្នឹងលោកប្រព្រឹត្តសារានិយធម៌ឲ្យទានហើយមកណែនាំមួយអង្គទៀតលោកមិនព្រមលោកថាបួសជាភិក្ខុហើយទៅខ្វល់នឹងរឿងឲ្យទានអីដល់អញ្ចឹងទៅមិនអាចញ៉ាំងគ្នានឹងគ្នាឲ្យព្រមទៅបាននៅតែជាមិត្តភក្តិនឹងគ្នាអញ្ចឹងប៉ុន្តែមួយអង្គលោកប្រព្រឹត្តសារានិយធម៌ដោយសារភារណៈភោគីលោកបិណ្ឌបាតបានលោកធ្វើទានហ្នឹងឯងទំនុកម្រងញោមប្រុសស្រីមេដាបិតាអីចឹងព្រះអង្គទ្រង់សរសើរទៅតើហ្នឹងឯងចឹងទៅលោកទំនុកម្រងវិខសាមណេរគ្រូវិជាយាចារអីចឹង
ក្នុងសារនិយធัวដល់ទៅពេលអស់បជនទាំងពីរអង្គនឹងទៅកាន់ទេវលោកដូចគ្នាប៉ុន្តែអង្គដែលបានឲ្យទានហ្នឹងណាគឺមានធัว5យ៉ាងគ្រប់សង្កត់អង្គដែលអត់បានឲ្យទានអាយុវណ្ណៈសុខៈយសនិងអធិបតីនឹងបានជាព្រះអង្គសម្ដែងធัวហ្នឹងក្នុងអង្គត្រនិកាយបញ្ញកនិបាតហ្នឹងសម្ដៅយកធัว5ហ្នឹងអាយុវណ្ណៈសុខៈយសនិងអធិបតីគ្រប់សង្កត់លើអង្គដែលអត់បានឲ្យទានthế nào tâm tay tôi chơi tê bọt tay xa sẽ thía sơ bạch nhà mà kia năng ảnh vây vua không tê và lốc năng rồi hốt đau tê bia đầm yên rồi phía và ông trung bàn tra đắng thì nơi tê và lốc mà chẳng lo rồi bột nâng năng ảnh đo cà phê chỉ giọt máu ông để ban ao tiền nângកើតក្រោមស្វេតឆ័ត្រគឺបានដីថាជាបុត្ររបស់ព្រះនាងម៉ាលីកាជាមួយនឹងព្រះបាទបសេនតិកោសលឯចំណែកអង្គដែលអត់បានឲ្យទៀតកើតជាមួយនឹងស្ត្រីស្នំដែលជាអ្នកបម្រើព្រះនាងម៉ាលីកានឹងក៏ជាភរិយារបស់ព្រះរាជាដែរបិតាជាមួយគ្នាប៉ុន្តែមួយគឺថាជាមួយនឹងអគ្គមហេសីពីណាគេហៅថាបុត្រក្រោមស្វេតឆ័ត្រណាមានឋានៈអាចគ្រប់គ្រងសោយរាជបន្តពីបិតាបាននឹងឯងមួយទៀតយើងជាកូនស្រីស្នំនឹងឯងអាហ្នឹងឯងដោយសារខ្វះទៀតនឹងមកទៅ